ជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងនាមខ្ញុំជាអគ្គនាយកអញ្ចឹងខ្ញុំតែងតែមានបុគ្គលិកក្រោមបង្គាប់ចាទោះតិចក្តីច្រើនក្តីគឺមានបុគ្គលិកក្រោមបង្គាប់ដូច្នេះពាក់ព័ន្ធជាមួយទៅនឹងបទពិសោធន៍ខ្លះមួយចំនួនក្នុងការដឹកនាំបុគ្គលិកអញ្ចឹងខ្ញុំសូមចែករំលែកជូនបងប្អូនទាំងអស់គ្នា free ទោះបីបងប្អូនទាំងអស់គ្នាគិតថាការចែករំលែក free ពីខាងមានខ្ញុំបងប្អូនគិតថាវាអត់សំខាន់ប៉ុន្តែអាចបើកចិត្តក្នុងការស្ដាប់វីដេអូនេះបន្តិចបើសិនជាបងប្អូនទាំងអស់គ្នាចាចង់ខ្លាយជាមេជាមេដែលមានឥទ្ធិពលជាមេដែលមានប្រសិទ្ធភាពនិយាយបែបនេះមិនមែនមានន័យថានាងខ្ញុំគឺជាមេដែលល្អអស្ចារ្យនោះទេប៉ុន្តែគ្រាន់តែជាការដកពិសោធន៍ជាមួយទៅនឹងការទំនាក់ទំនងការរៀបចំជាមួយទៅនឹងបុគ្គលិកជាប្រចាំអញ្ចឹងនៅក្នុងហ្នឹងគឺប្រធានបទដែលខ្ញុំចង់ចែករំលែកនៅក្នុងវីដេអូនេះគឺរបៀបវិរៈក្នុងការ meeting បងប្អូនទាំងអស់គ្នាឆ្លើយខ្ញុំបន្តិចសួរថាជាទូទៅជាទម្លាប់ក្នុងនាមយើងជាមេឬក៏ជាថ្នាក់ដឹកនាំបងប្អូនតែងតែលើកយកនៅប្រធានបទផ្សេងដើម្បីលេចធ្វើឲ្យ meeting របស់យើងធ្វើយ៉ាងណាឲ្យមានលក្ខណៈ smooth រ៉ែការដឹកនាំនៅក្នុងស្ថាប័នជាពិសេសនាងខ្ញុំស្ថិតនៅក្នុងស្ថាប័នអប់រំដូច្នេះរាល់បញ្ហាដែលកើតឡើងនៅក្នុងស្ថាប័នរបស់យើងគឺតែងតែមានទោះតិចក្តីច្រើនក្តីគឺមានន័យដោយសារតែយើងធ្វើការជាមួយនឹងក្មេងអញ្ចឹងណាអញ្ចឹងហើយការជួបជាមួយទៅនឹងបញ្ហាជាប្រចាំផ្សេងគឺអ្នកដែលជួបមុនគេបំផុតគឺបុគ្គលិករបស់នាងខ្ញុំហើយបន្ទាប់ពីជួបឬក៏ប៉ះផ្ទាល់ជាមួយនឹងបុគ្គលិកហើយបានមកដល់ខ្ញុំជាអគ្គនាយិកាអីចឹងទៅដូច្នេះរឿងដែលយើងត្រូវធ្វើបើសិនជាទាំងអស់ហ្នឹងវាមកដល់យើងហើយប៉ុន្តែបើយើងកត់សម្គាល់សម្រាប់ការ meeting ហើយយើងយករឿងទាំងអស់ហ្នឹងទៅដាក់ផាំងទៅលើបុគ្គលិកតែម្ដងសួរថាបុគ្គលិកគាត់មានអារម្មណ៍រឿងទី1ដែលជាអារម្មណ៍ផ្ទាល់របស់បុគ្គលិកគឺគាត់បិទនៅបញ្ហារបស់គាត់ហើយគាត់បានដឹងថាបញ្ហាទាំងអស់ហ្នឹងគឺមេបានដឹងអស់ហើយអញ្ចឹងមិនចាំគាត់លើកទេទោះបីគាត់មិនលើកក៏មេរបស់គាត់លើកដែរប៉ុន្តែបើលក្ខខណ្ឌក្នុងការ meeting បងប្អូនផ្ដល់ឱកាសឲ្យពួកគាត់ក្នុងការលើកយកបញ្ហាទាំងអស់ហ្នឹងឧទាហរណ៍បញ្ហាផ្សេងដែលកើតឡើងនៅក្នុងស្ថាប័នលើកដាក់មកលើតុដើម្បីជជែកវែកញែកមុនខ្ញុំគិតថាវាជារឿងមួយដែលល្អប្រសើរហើយគាត់មានឱកាសក្នុងការបានចូលរួមក្នុងការគិតក្នុងការដោះស្រាយក្នុងការបង្កើតភាសានិយាយពេលខ្លះគាត់ក៏អាចខ្លាយជាអ្នកដឹកនាំបន្តវេនសម្រាប់បងប្អូនទាំងអស់គ្នាបានដែរអានេះគឺជា idea កំណត់ផ្ទាល់របស់នាងខ្ញុំឯងអញ្ចឹងកាលណាយើងផ្ដល់ឱកាសឲ្យគាត់គិតថាគាត់អាចបញ្ចេញនៅសមត្ថភាពដែលជាដងដែលជាបច្ចេកទេសរបស់គាត់ឬក៏អ្វីដែលគាត់បានរៀនសូត្រពីការងារជាប្រចាំនៅក្នុងស្ថាប័នយើងដូចគ្នានេះចំណុចមួយអញ្ចឹងនៅក្នុង meeting កុំព្យាយាមលើកនៅបញ្ហាទៅកាន់បុគ្គលិកព្យាយាមឲ្យបុគ្គលិកលើកបញ្ហាឬក៏ចំណុចដែលជាបញ្ហាហ្នឹងមកហើយគាត់ប្រាប់ពីវិធីក្នុងការលិតបញ្ហាហ្នឹងដោះស្រាយបញ្ហាហ្នឹងដោយខ្លួនគាត់យើងគ្រាន់តែជាអ្នកដែលចូលរួមក្នុងការស្ដាប់សិនណាចំណុចទី1ចំណុចទី2បងប្អូនត្រូវតែចេះវិធីក្នុងការគិតគឺសំខាន់បំផុតបន្ទាប់ពីបងប្អូនទាំងអស់គ្នារៀនគិតហើយត្រូវវិភាគថាតើអ្វីដែលគាត់បានលើកឡើងពីចំណុចទី1ហ្នឹងវាស័ក្តិសមអត់វាត្រូវអត់វាគួរតែបែបហ្នឹងអត់ឬក៏មានចំណុចខ្វះខាតអីបែបណាដែលយើងគួរតែកែកុនគាត់បែបម៉េចអញ្ចឹងបងប្អូនត្រូវតែខ្លាំងហើយរៀនពីវិធីក្នុងការឆ្លើយតបទៅកាន់គាត់ណាមិនមែនចេះតែឆ្លើយកាត់គាត់ឬក៏ឆ្លើយប៉ាត់ណាប៉ាត់ណីអត់ទេក្នុងនាមយើងជាមេយើងត្រូវតែធ្វើយ៉ាងណាឲ្យបុគ្គលិករបស់យើងគាត់ចេះផ្ដល់នៅតម្លៃនៃការឆ្លើយតបរបស់យើងទៅកាន់គាត់ហើយឲ្យគាត់មើលឃើញថាអូមេរបស់គាត់គឺខ្លាំងមែនបកខែមែនដោយសារតែយើងធ្លាប់មានបទពិសោធន៍ខ្លះមួយចំនួនដែលជួបមុនគាត់អញ្ចឹងវិធីខ្លះវាអាចថាមានប្រសិទ្ធភាពជាងគាត់ថាបានប៉ុន្តែយើងមិនទៅប្របាក់ថាណែអ្នកឯងធ្វើបែបហ្នឹងខុសហើយអីហើយទេយើងចេះវិធីក្នុងការឆ្លើយតបទៅកាន់គាត់ដើម្បីឲ្យថ្ងៃក្រោយ meeting ទៀតគឺគាត់នៅតែបន្តក្លាហានក្នុងការលើកយកបញ្ហាផ្សេងមកដាក់លើតុ meeting ដើម្បីពិភាក្សារកដំណោះស្រាយអូខេអញ្ចឹងវាជាកលឹះមួយសំខាន់សម្រាប់បុគ្គលិកពេលខ្លះគាត់ជាបុគ្គលិករបស់យើងគ្រប់
ចាគ្រប់តំណែងគ្រប់តួនាទីទាំងអស់มันប្រកាសថាគាត់ហ្នឹងគឺមានការគិតមិនត្រឹមត្រូវទាំងអស់ទេពេលខ្លះគំនិតរបស់គាត់ក៏ល្អអាចយើងយកមកវិភាគយកមកពិចារណាយកមកសេតជាទិសដៅចាគោលដៅណាមួយសម្រាប់ស្ថាប័នយើងបានដូចគ្នាដែរអូខេទេបងប្អូនទាំងអស់គ្នានេះគឺជាចំណុចទី2សម្រាប់ទី3ចាសម្រាប់ទី3ចំណុចទី3នេះគឺសំខាន់បំផុតក្នុងនាមយើងជាមេក្នុងនាមយើងជាថ្នាក់ដឹកនាំត្រូវតែរៀនក្នុងការសម្រេចចិត្តត្រូវបើបងប្អូនចេះសម្រេចចិត្តត្រូវចារាល់បញ្ហាដែលកើតឡើងគឺវាតូចចាដោយសារអីយើងមានគេហៅថាការគិតយើងមានចាការធ្វើឬក៏ការដោះស្រាយហ្នឹងគឺធំជាងបញ្ហាតែកាលណាយើងធំជាងបញ្ហា 100% គឺបញ្ហានឹងតូចជាងយើងអញ្ចឹងដើម្បីធ្វើខ្លួនឯងឲ្យធំជាងបញ្ហាបានបងប្អូនត្រូវតែរៀនសូត្រជាប្រចាំអូខេចឹងការចែករំលែករបស់នាងខ្ញុំគឺមាន3ចំណុចហ្នឹងនៅក្នុង meeting ក្នុងនាមយើងជាមេឬក៏ថ្នាក់ដឹកនាំបងប្អូនត្រូវតែចេះក្នុងការរៀបចំ3ចំណុចហ្នឹងចាទី1គឺផ្ដល់ឱកាសឲ្យមនុស្សក្រោមបង្គាប់ក្នុងការបញ្ចេញជាមតិយោបល់ឬក៏លើកដាក់បញ្ហាមកលើតុដើម្បីយើងចូលរួមដោះស្រាយទាំងអស់គ្នាទី2គឺបងប្អូនទាំងអស់គ្នាត្រូវតែចេះវិភាគគិតធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់បុគ្គលិករបស់យើងហ្នឹងឲ្យមានភាពត្រឹមត្រូវដល់ពេលទី3ចុងក្រោយបងប្អូនទាំងអស់គ្នាត្រូវតែចេះសម្រេចចិត្តត្រូវតែបងប្អូនចេះសម្រេចចិត្តត្រូវបងប្អូននឹងលុបជាមួយទៅនឹងបញ្ហាដែលបងប្អូនប្រឈមហើយអូខេណាអញ្ចឹងវីដេអូនេះជូនបងប្អូនទាំងអស់គ្នាប៉ុណ្ណឹងអូខេ love you